ពេលអ្នកគ្នាចឹងស្វាគមន៍ឡើងទៀតមកកាន់វីដេអូថ្មីវីដេអូរៀនទិញទំនិញពីវាចិនក្នុងកម្មវិធី Taobao ចឹងជំនាញសំខាន់នៃខ្ញុំនឹងបង្ហាញអ្នកគ្នានៅថ្ងៃហ្នឹងគឺទាក់ទងពីរបៀបយើងទិញទំនិញដោយខ្លួនឯងពីចិនមកកម្ពុជាឬក៏តាមរយៈកម្មវិធី KX99 ដោយយើងដាក់ជាមួយនឹងអាស័យដ្ឋានខ្មែរចឹងចង់បញ្ជាក់ទាក់ទងជាមួយកម្មវិធីមួយហ្នឹងទីគឺអ្នកគ្នាគ្រាន់តែបំពេញអាស័យដ្ឋានខ្មែរដាក់ទីតាំងដែលយើងរស់នៅបច្ចុប្បន្នដែលចង់ឲ្យខាង Taobao គេដឹកទំនិញឲ្យយើងដោយអត់ប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនមានណាឡើយអញ្ចឹងតាក់ទងជាមួយនឹងកន្លែងហ្នឹងផងដែរពេលណាដែលយើងសម្រេចចិត្តទិញដោយប្រើប្រាស់កម្មវិធី KX99 ហ្នឹងបានន័យថាយើងពេលណាដែលយើងបង់ប្រាក់រួចរាល់យើងអត់ចាំបាច់បង់ថ្លៃដឹកជញ្ជូនអីបន្ថែមទេយើងអត់ចាំបាច់តាក់ទងទៅមុនដឹកជញ្ជូនមានណាឡើយនៅពេលណាទំនិញមកដល់ប្រទេសកម្ពុជាយើងគេនឹងមានក្រុមការងាររបស់គេតាក់ទងមកយើងដឹកទំនិញមកយើងដោយផ្ទាល់តែអត់មានបង់ប្រាក់អីបន្ថែមទេដឹកមកដល់ទីតាំងផ្ទះយើងផ្ទាល់តែម្ដងអញ្ចឹងអត់មានចាំបាច់បង់ប្រាក់អីបន្ថែមទៀតទេតាក់ទងជាមួយនឹងការដឹកជញ្ជូនអញ្ចឹងបើសិនជាយើងកន្លែងទៅមកពីមុនយើងតែងតែប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនហើយយើងបំពេញតាក់ទងជាមួយនឹងអាស័យដ្ឋានចិនរបស់ក្រុមហ៊ុនមួយហ្នឹងនៅពេលណាដែលយើងទិញគឺគេដឹកទៅអាស័យដ្ឋានមួយនោះហើយទីក្រុងក្រុមហ៊ុនដឹកជញ្ជូនហ្នឹងគេនឹងដឹកទំនិញមកឲ្យយើងនៅកម្ពុជាតែយើងអត់ប្រើប្រាស់សេវាកម្មមួយហ្នឹងទៀតទេយើងប្រើប្រាស់ជាមួយនឹងទិញដោយខ្លួនឯងដោយផ្ទាល់ជាមួយនឹងដាក់ទីតាំងនៅប្រទេសកម្ពុជាយើងទីតាំងផ្ទះយើងដោយផ្ទាល់តែម្ដងអញ្ចឹងដូចខ្ញុំបញ្ជាក់ដល់គ្នាចឹងមកសិនគ្នាសប្បាយចិត្តក្នុងការដែលទិញជាមួយនឹងកម្មវិធីទិញដោយផ្ទាល់ខ្លួនឯងដល់គ្នាផ្ទះយើងនៅកម្ពុជាហ្នឹងទីតាំងដែលយើងរស់នៅចង់ឲ្យខាងថៅមកគេដឹកមកឲ្យយើងហើយអត់ចាំបាច់បង់ថ្លៃដឹកជញ្ជូនអីបន្ថែមដែលយើងត្រូវពីមុនគេត្រូវស្លឹងគីឡូត្រូវស្លឹងវាស់ជាម៉ែត្រគូបតែអត់ទេអានេះគឺយើងអត់ចាំបាច់បង់ប្រាក់តាក់ទងជាមួយនឹងថ្លៃដឹកជញ្ជូនបន្ថែមទៀតទេព្រោះឯនៅពេលណាដែលយើងទិញគឺគេ include ហើយស្រាប់ហើយអញ្ចឹងអ្នកគ្នាដើម្បីអាចចូលទៅប្រភេទសេវាកម្មហ្នឹងមួយការទិញទំនិញនៅប្រភេទ KX99 ហ្នឹងបានអ្នកគ្នាត្រូវតែប្ដូរទីតាំងមកប្រទេសកម្ពុជាឬក៏អាចមួយទៀតដូរភាសាបើយើងដូរបានមិនបានក៏អត់អីដែរនិងមួយវិញទៀតអ្នកគ្នាត្រូវតែបំពេញអាស័យដ្ឋានខ្មែរគឺអាស័យដ្ឋានខ្មែរហ្នឹងអ្នកគ្នាបំពេញខេត្តកុងអ្នកគ្នារស់នៅខេត្តស្រុកឃុំមកតាក់ទងមួយតំបន់លេខទូរស័ព្ទឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យខុសអញ្ចឹងបើអ្នកគ្នាចង់ដឹងពីរបៀបបំពេញអាស័យដ្ឋានខ្ញុំមានវីដេអូបង្ហាញរួចហើយអ្នកចូលទៅមើលបានខ្ញុំដាក់ link នៅក្នុង description ហាង KX99 ហ្នឹងគេមានហាងខ្លះគឺគេ free delivery បើសិនតែគ្នា free shipping បើគ្នាទិញទៅចាប់ពី$14ឡើងទៅគេនឹង free តែហាងខ្លះគឺគេអត់មាន free shipping ទេគេគិតថ្លៃដឹកជញ្ជូនទៅលើ item មួយហ្នឹងហ្មងថា item មួយហ្នឹងបើអ្នកគ្នាទិញគឺគេថ្លៃដឹកជញ្ជូន1រៀលឬក៏2រៀលតាមហ្នឹងអញ្ចឹងខ្ញុំនឹងចូលទៅឧទាហរណ៍បង្ហាញអ្នកគ្នាពីឧទាហរណ៍ឲ្យមើលគ្នាមើលអញ្ចឹងដំបូងជំនាញដំបូងយើងដឹងហើយដូចខ្ញុំបញ្ជាក់អ្នកគ្នាអញ្ចឹងគឺយើងត្រូវតែបដូរប្រទេសសូទីតាំង location region ណាបន្ទាប់មកអាចដូរជាភាសាដឹងឬក៏បន្តមកទៀតដាក់អាស័យដ្ឋានអញ្ចឹងខ្ញុំចូលទៅបង្ហាញអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចចុចខាងក្រោមខាងក្រោមខាងស្ដាំដៃគេបំផុតចុចខាងលើកងចាក់ setting បន្ទាប់មកនេះយើងត្រូវចូលទៅដូរតាក់ទងជាមួយនឹងទីតាំងអ្នកគ្នាអាចចំណាំអក្សរចិនដែលវែងនេះបានបន្ទាប់មកខាងលើយើងត្រូវដូរទីតាំងអញ្ចឹងកន្លែងហ្នឹងយើងត្រូវដូរទីតាំងពី mainland China យើងដូរមកប្រទេសកម្ពុជាយើងអញ្ចឹងអ្នកគ្នាអាចចំណាំអក្សរចិនដែលខ្ញុំនឹងបង្ហាញអ្នកគ្នាចូលនេះអាចអុសមកអញ្ចឹងយើងចុចលើអក្សរចិនមួយនេះអូខេបន្តមកទៀតយើងដូរភាសាអង់គ្លេសទី2អញ្ចឹងអ្នកគ្នាអាចដូរជាភាសាអង់គ្លេសបានក៏អត់អីដែរបើដូរបានក៏អាចប្រើប្រាស់ជាភាសាអង់គ្លេសបើដូរអត់បានក៏អត់ជាបញ្ហាអីចម្បងដែរហើយយើងចុច confirm sale វិញមកអូខេបន្តមកទៀតចឹងនៅពេលនេះគឺ Taobao វាលោតមកទីតាំង Taobao វាដឹងហើយយើងជាប្រជាជនកម្ពុជាដែលរស់នៅប្រទេសកម្ពុជាអញ្ចឹងជំទាស់គឺទៅដូរដាក់អាស័យដ្ឋានខ្មែរដើម្បីយើងអាចទិញបានអញ្ចឹងខ្ញុំបានធ្វើវីដេអូរួចហើយអញ្ចឹងខ្ញុំអត់ចង់បង្ហាញនេះច្រើនទៀតទេអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍ទាក់ទងជាមួយនឹងការទិញទំនិញដោយផ្ទាល់តែម្ដងអញ្ចឹងអ្នកអាចចូលមកកន្ត្រកអញ្ចឹងខ្ញុំចុចចូលហាងនេះដំបូង ចូលមកមើលតាក់ទងជាមួយនឹងហាងមួយនេះតាក់ទងជាមួយនឹង keyboard អញ្ចឹងដោយសារតែវាប្រើប្រាស់ជាភាសាអង់គ្លេសយើងស្រួលដែរយើងអាចអានហើយនឹងយល់ពីអត្ថន័យដែលគេនឹងនិយាយនៅក្នុងនោះអញ្ចឹងយើងចូលមកដល់កន្លែងហ្នឹងតាក់ទងជាមួយ shipping fee គេបញ្ជាក់ថាយើងនឹងទិញទៅបើសិនជាយើងទិញទំនិញមួយហ្នឹងវានឹងអស់ថ្លៃដឹកជញ្ជូនប្រហែលអញ្ចឹងអ្នកគ្នាអាចឃើញតាក់ទងជាមួយនឹង guarantee ប៉ុន្មានហើយថ្ងៃដែលគេ estimate ថាវានឹងដល់ថ្ងៃប៉ុន្មានតែវាច្រើនបើយើងទិញតាម KX99 វាយូរច្រើនយូរជាងពេលណាដែលយើងទិញដោយប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនដែលយើងទិញនៅក្នុងដែលប្រើប្រាស់សេវាកម្មក្រុមហ៊ុនដឹកជញ្ជូនពីចិនមកខ្មែរគេឃើញថាបើសិនជាយើងប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនឬក៏បំពេញអាស័យដ្ឋានចិនណាគឺគេ free shipping នៅក្នុង mainland China អញ្ចឹងដោយសារតែអានេះយើងប្រើជា international shipping គឺគេគិតថ្លៃដឹកជញ្ជូនហើយតែគិតតាមទំហំតូចទំហំធំអញ្ចឹងដូចខ្ញុំបញ្ជាក់ចឹងកន្លែងនេះគេដាក់ថាយើងអស់ថ្លៃដឹកជញ្ជូនមកអញ្ចឹងខ្ញុំនឹងបង្ហាញហាងមួយទៀតអញ្ចឹងតាក់ទងជាមួយហាងនេះអូខេអញ្ចឹងយើងអាចមើលតាក់ទងជាមួយនឹងថ្លៃដឹកជញ្ជូនបានអញ្ចឹងគេនិយាយបញ្ជាក់នៅក្នុងកន្លែងហ្នឹងទៀត
អូខេអញ្ចឹងតេត្តាញជាមួយនឹងថ្លៃ shipping នៅក្នុងហាងនេះចឹងដូចខ្ញុំបញ្ជាក់ចឹងគេថា free shipping បើសិនគ្នាយើងទិញអស់ចាប់ពី order របស់គ្នានៅក្នុងហាងនោះអស់ពី$14អញ្ចឹងបើសិនជាយើងទិញអស់លើសពី$14គេនឹង free shipping ឲ្យយើង international shipping ណាអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍គ្នាពេលណាដែលយើងចង់ដឹកហើយយើងចាក់ចូលទៅ place order អញ្ចឹងចំពោះហាងទី1សិនដោយសារគេគិតថ្លៃ shipping ហើយអញ្ចឹងយើងអាចចុចសាកមើលថាវានឹងពិតជាអស់ថ្លៃដឹកជញ្ជូនប៉ុណ្ណឹងមែនអត់ឬក៏បូកចូលទៅតើវានឹងតម្លៃទំនិញសរុបវានឹងអស់ប្រមាណ អូខេចឹងអានេះគឺជាពេលទម្រង់ដំបូងពេលណាដែលយើងចូលមកក្នុងពេលណាដែលយើងដាក់ទីតាំងអាស្រ័យខាងខ្មែរចឹងខ្ញុំបានដាក់ទីតាំងអាស្រ័យខាងខ្មែររួចហើយអញ្ចឹងវាឃើញនេះវាដាក់ shipping ទៅអស់ shipping ទៅអស់$2ជាងអញ្ចឹងតាក់ទងមួយទៀតនេះមាន information ជាច្រើនដែលយើងត្រូវមើលអញ្ចឹងអូខេអញ្ចឹងដោយសារតែហាងនេះគឺគេអត់ free shipping ទេទោះបីយើងទិញអស់ប្រមាណក៏ដោយអញ្ចឹងកន្លែងនេះគឺគេដាក់ include ថ្លៃទំនិញថ្លៃ discount ថ្លៃគូប៉ុងអីផ្សេងៗ ចឹងដោយសារតំណែងយើងមិញអស់9,000ជាងចឹងវាអស់បូកជាមួយថ្លៃដឹកជញ្ជូនហើយជាមួយនឹងតាក់ទងជាមួយនឹង service fee តាក់ទងជាមួយនឹង payment fee ដែលយើងប្រើប្រាស់ Visa Card ណាចឹងខ្ញុំនៅលើកឧទាហរណ៍មួយទៀតតាក់ទងជាមួយនឹងហាងដែលយើងចឹងតាក់ទងជាមួយនឹងហាងដែលយើងមើលមិញឃើញតាក់ទងជាមួយ free shipping ហ្នឹងយើងចង់ដឹងយើងសាកមើលសិនអូខេអូខេដូចតាក់ទងមិញហ្នឹងយើងបានមើលតាក់ទងមួយ description របស់ហាងហ្នឹងឯងគឺដាក់ថា free shipping បើសិនជាយើងទិញតម្លៃក្នុងហាងហ្នឹងលើសពី$14ចឹងគេដាក់តាក់ទងជាមួយ shipping គឺដាក់$0អញ្ចឹងយើងអាចចូលទៅមើល description អីបន្ថែមទៀតបានអញ្ចឹងវាមានតាក់ទងជាមួយនឹងការ discount តាក់ទងជាមួយនឹង coupon អីផ្សេងៗអញ្ចឹងយើងអាចមើលបានវាអស់$18ជាងដោយសារតែយើងមកតាក់ទងជាមួយនឹង service payment fee មួយទៀតអញ្ចឹងអានេះហាងនេះយើងស្គាល់អញ្ចឹងគឺបើយើងតិចទៅលើសពី14រៀលគឺគេ free delivery អញ្ចឹងអានេះគ្រាន់តែជាចំណែកមួយដែលខ្ញុំបានអ្នកនាងថាអូខេមានហាងខ្លះគេ free delivery ហាងខ្លះគឺគេអត់ free គេមានលក្ខខណ្ឌមើលសិនជា free តោះតែយើងទិញអស់ប្រមាណអញ្ចឹងបើសិនជាយើងអូខេ information ដែលយើងបំពេញតាក់ទងជាមួយនឹងទីតាំងអាសយដ្ឋានដែលនៅប្រទេសកម្ពុជាអញ្ចឹងត្រឹមត្រូវហើយជាពិសេសគឺដាក់លេខទូរស័ព្ទត្រឹមត្រូវដើម្បីឲ្យគេតាក់ទងទៅអញ្ចឹងអ្នកនាងអាចបន្ថែមជាលេខទូរស័ព្ទoption នៅក្នុងdetail អន្តរបានខ្ញុំបានបញ្ជាក់ឲ្យតាក់ទងជាមួយនឹងធ្វើវីដេអូតាក់ទងមួយបង្ហាញតាក់ទងជាមួយការបំពេញអាសយដ្ឋានខ្មែរអាចចូលទៅមើលបន្ថែមបានអញ្ចឹងអានេះដូចខ្ញុំនិយាយចឹងគ្រាន់តែជាវិធីសាស្ត្រដែលយើងបង្ហាញតាក់ទងរបៀបដែលយើងទិញចុចទិញ place order ទិញ KX99 ហ្មងអញ្ចឹងអ្នកនាងអាចអូខេតាក់ទងមួយ information ដាក់កាតអីរួចរាល់ Visa កាតអីត្រឹមត្រូវមានលុយនៅក្នុងកាតហើយអាចចុចplace order pay now បានចឹងអានេះគ្រាន់តែជាបង្ហាញមួយទេថាអត់មានហាងខ្លះគឺគេតម្រូវឲ្យយើងត្រូវបង់ថ្លៃ international shipping fee ហាងខ្លះគឺគេអត់ទេគេមានលក្ខខណ្ឌរបស់គេអញ្ចឹងនៅក្នុងវីដេអូនោះគ្រាន់បង្ហាញអ្នកគ្នាពីរបៀបដែលយើងចុចទិញទំនិញដោយប្រើប្រាស់ដោយខ្លួនឯងផ្ទាល់ដែលអត់មានប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនមានណាទេទិញដោយខ្លួនឯងពីចិនមកខ្មែរហ្មងរង់ចាំទទួលទំនិញនៅមុខផ្ទះឬក៏ដាក់អាសយដ្ឋានខ្មែរទីតាំងយើងផ្ទាល់តែម្ដងឬក៏ទិញតាម KX99 អញ្ចឹងនៅមានចំណុចជាច្រើនផ្សេងទៀតដែលគ្នាអាចនឹងខ្ញុំនឹងបង្ហាញអ្នកគ្នាទាក់ទងជាមួយនឹងរបៀបទិញតាមរយៈ KX99 អរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនាអញ្ចឹងនៅមានវីដេអូក្រោយផ្សេងទៀតទាក់ទងជាមួយនឹងរបៀបទិញទំនិញនៅក្នុង Taobao អញ្ចឹងអ្នកគ្នាបើមានសំណួរអីអាចជា drop នៅក្នុង comment បានកុំភ្លេច like និង subscribe ផងអ្នកគ្នាជាអ្នកមើលថ្មីអញ្ចឹងនៅមានវីដេអូផ្សេងៗជាច្រើនផ្សេងទៀត